នៅក្នុងរឿងចំនួនព្រំដែនខ្មែរថៃកត្តាធំបំផុតដែលបង្កឡើងជាបញ្ហាគឺមកពីផែនទីតែក្រៅពីក្រុមអ្នកជំនាញព្រំដែនរបស់រដ្ឋាភិបាលមានខ្មែរតិចណាស់ដែលដឹងថាបញ្ហាផែនទីនោះវាបែបណាក្នុងអត្ថបទនេះយើងនឹងរាយរាប់រឿងផែនទីខ្មែរថៃដើម្បីឲ្យប្រិយមិត្តបានយល់ពីចំនួនព្រំដែនរវាងប្រទេសទាំងពីរមកដល់សពថ្ងៃនេះគឺខ្មែរនិងថៃប្រើផែនទីខុសគ្នាហើយផែនទីនេះខុសគ្នាទាំងបច្ចេកទេសផលិតមាត្រដ្ឋានអ្នកផលិតការទទួលស្គាល់ដែលជាមូលហេតុធំនាំឲ្យមានការបកស្រាយលើព្រំប្រទល់ខុសគ្នាហើយក៏នាំឲ្យមានការច្បាំងរវាងខ្មែរនិងថៃដោយដែលបានកើតឡើងនៅម្ខាងគឺផែនទីរបស់ខ្មែរដែលប្រើបច្ចេកទេសចាស់ព្រោះនៅសម័យនោះបច្ចេកទេសផែនទីរបស់ពិភពលោកកំពុងវិវត្តនៅឡើយដោយប្រើប្រព័ន្ធបង្ហាញផែនដីតាមបច្ចេកទេសស៊ីនុយសូវៀតផែនទីដែលខ្មែរប្រើគឺមានមាត្រដ្ឋាន1លើ200,000ដែលមានន័យថាប្រវែង1សង់ទីម៉ែត្រនៅលើផែនទីគឺស្មើនឹង20,000សង់ទីម៉ែត្រនៅលើផ្ទៃដីឬស្មើនឹង2គីឡូម៉ែត្រដោយសារផែនទីនេះប្រើបច្ចេកទេសចាស់វាពុំសូវមានសេចក្តីលម្អិតនៅលើផ្ទៃដីនោះទេផែនទីដែលខ្មែរប្រើគឺជាផែនទីដែលបន្សល់ទុកដោយបារាំងហើយជាផែនទីដែលអមសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ដែលពេលនោះសៀមបានប្រគល់ទឹកដីបាត់ដំបងនិងសៀមរាបមកឲ្យខ្មែរវិញផែនទីនេះគ្រោងនឹងផលិតឡើងដោយគណៈកម្មការចម្រុះបារាំងសៀមតែដោយសារសៀមខ្វះអ្នកបច្ចេកទេសសៀមក៏ពុំបានបញ្ជូនមន្ត្រីមកហើយខាងបារាំងដែលកំពុងគ្រប់គ្រងខ្មែរនោះក៏បានគូសផែនទីចំនួន11ផ្ទាំងសម្រាប់ព្រំដែនខ្មែរថៃហើយពេលបារាំងផលិតរួចបារាំងក៏ប្រគល់ផែនទីទាំងនេះចំនួន50ច្បាប់ទៅឲ្យសៀមនៅឆ្នាំ1908ពេលនោះព្រះអង្គម្ចាស់ដំរុងរាជានុភាពជាប្អូនប្រុសរបស់ស្ដេចសៀមព្រះចៅជូឡាលង្កននិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់សៀមនោះក៏បានអរគុណបារាំងរួចសុំផែនទីទាំងនេះពីបារាំងចំនួន15ច្បាប់ថែមទៀតដើម្បីយកចែកផ្សព្វផ្សាយទៅកាន់ចៅហ្វាយខេត្តខ្លួននៅជាប់ព្រំដែនជាមួយខ្មែរនៅក្នុងក្តីក្តាំប្រាសាទព្រះវិហាររវាងខ្មែរនិងថៃនាឆ្នាំ1962តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេបានបោះឆ្នោតក្នុងសម្លេងចៅក្រម9-3ដោយទទួលស្គាល់ផែនទីដែលខ្មែរប្រើនេះទុកជាបានការចំណែកផែនទីដែលថៃប្រើវិញគឺជាផែនទីដែលផលិតក្រោយសម័យសង្គ្រាមលោកលើកទី2ពេលនោះដោយសារតែតម្រូវការក្នុងសង្គ្រាមវៀតណាមអាមេរិកក៏មកស្និទ្ធនឹងថៃហើយថៃក៏ផលិតបានផែនទីនេះដោយមានជំនួយបច្ចេកទេសពីអាមេរិកផែនទីរបស់ថៃប្រើបច្ចេកទេសបង្ហាញផែនដីតាមប្រព័ន្ធ Mercator ដោយសារបច្ចេកទេសនេះប្រើបច្ចេកវិទ្យាផែនទីជំនាន់ក្រោយដូច្នេះផែនទីនេះមានសេចក្តីលម្អិតលើផ្ទៃដីច្រើនជាងផែនទីខ្មែរផែនទីរបស់ថៃប្រើមាត្រដ្ឋាន1លើ50,000ដែលមានន័យថា1សង់ទីម៉ែត្រនៅលើផែនទីគឺស្មើនឹង50,000សង់ទីម៉ែត្រនៅលើផ្ទៃដីឬស្មើនឹង500ម៉ែត្រដោយសារខ្មែរនិងថៃប្រើផែនទីខុសគ្នានេះវាបណ្ដាលឲ្យខ្មែរនិងថៃដែលនៅលើដីជាក់ស្ដែងបកស្រាយខុសគ្នាលើទីតាំងទល់ដែនកាសែត The Nation របស់ថៃមានទំនោរពន្យល់ថាដោយសារតែបច្ចេកទេសផលិតផែនទីទើបបណ្ដាលឲ្យអ្នកនៅលើដីប្រកាន់ទីតាំងខុសតែតាមបទពិសោធន៍របស់ខ្ញុំខ្លះក្នុងការផលិតផែនទីគឺទាល់តែអ្នកនៅលើដីជាក់ស្ដែងយកម៉ាស៊ីនទៅចុចយក coordinate នៅលើដីទើបអាចផលិតចេញជាផែនទីតាមក្រោយដូច្នេះការផលិតផែនទីរបស់ថៃបើខុសគឺត្រូវបន្ទោសមន្ត្រីថៃដែលចង់មកយក coordinate របស់ផែនទីនោះហើយក្រោយពេលគេយកផែនទីខ្មែរប្រើនិងផែនទីថៃប្រើមកផ្ទឹមលើគ្នាចំណុចទល់ដែនខ្មែរនិងថៃមានកន្លែងខ្លះខុសគ្នារាប់រយម៉ែត្រហើយចំណុចខ្លះខុសគ្នារាប់គីឡូម៉ែត្រដោយសារមានអនុសារណៈយោគយល់គ្នានៅឆ្នាំ2000 MOU 2000ឬខាងថៃហៅថា MOU 43ខ្មែរនិងថៃចាប់ផ្ដើមចរចាគ្នារឿងព្រំដែននៅក្នុងចំណោមព្រំដែនខ្មែរនិងថៃចំនួនជិត800គីឡូម៉ែត្រហើយក្នុងចំណោមតំបន់គងលើគ្នាទាំងអស់ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងបោះបង្គោលព្រំដែនចំនួន13តំបន់រីឯតំបន់គងគ្នាចំនួន11តំបន់ទៀតគឺភាគីទាំងពីរកំណត់ថាជាតំបន់កែប្រែមិនបានឬតំបន់ឆ្លងកាត់មិនបាននេះមានន័យថាកន្លងមកនេះខ្មែរនិងថៃដោះស្រាយបញ្ហាព្រំដែនដោយការយោគយល់គ្នាតែបើសិនជាស្ថានភាពតានតឹងហើយគិតរឿងផ្លូវច្បាប់អន្តរជាតិប្រកាសណាស់គឺខ្មែរនឹងត្រឹមត្រូវហើយឈ្នះ 100% ដោយក្នុងករណីចំនួនប្រាសាទព្រះវិហារកាលពីឆ្នាំ1962ថៃខំប្រកាន់ជំហរថាផែនទីរបស់ខ្មែរគឺបារាំងជាអ្នកធ្វើម្នាក់ឯងហើយថៃពុំដឹងទេ
តែកាលនោះតុលាការបោះឆ្នោតដោយសម្លេង9 ទល់នឹង 3ដោយទទួលស្គាល់ផែនទីនោះទុកជាបានការហើយឲ្យខ្មែរឈ្នះមានន័យថាទោះមានករណីបន្តទៀតក៏តុលាការមិនអាចលែងទទួលស្គាល់ផែនទីនោះវិញបានទេដូច្នេះបើផែនទីខ្មែរចង្អុលថាទល់ដែននៅត្រង់ណាវាប្រកាសជានៅត្រង់នោះហើយនេះហើយគឺជាមូលហេតុដែលថៃមិនទៅតុលាការអន្តរជាតិជាមួយខ្មែរទេដោយបញ្ញវន្តអន្តរជាតិខ្លះបានពន្យល់មកហៅថាតុលាការយុត្តិធម៌អន្តរជាតិនឹងរឿងក្តីប្រាសាទព្រះវិហារវាគឺជានិមិត្តរូបនៃភាពឈឺផ្សានិងក្តីអាម៉ាស់របស់ថៃបើគិតតាមដំណើរនរណាក៏អាចយល់អារម្មណ៍នេះបានដែរដើម្បីវាយបារាំងយកដីខ្មែរត្រង់ខេត្តបាត់ដំបងនិងសៀមរាបនៅឆ្នាំ1941លោកភីប៊ុនសុងក្រាមលើកតម្កើងអារម្មណ៍ជាតិនិយមពេលវាឈ្នះបានទឹកដីថៃក៏ធ្វើវិមានជ័យជំនះមួយនៅកណ្ដាលក្រុងបាងកកតែក្រោយសង្គ្រាមលោកលើកទី2ជប៉ុនជាខ្នងមកឯករបស់ថៃបានចុះចាញ់សង្គ្រាមបារាំងក៏បានសង្កត់ថៃយកទឹកដីបាត់ដំបងនិងសៀមរាបរបស់ខ្មែរមកវិញវិមានជ័យជំនះរបស់ថៃក៏លែងមានន័យហើយជាលទ្ធផលថៃក៏ត្រូវឈឺផ្សានិងអាម៉ាស់ក្រោយបារាំងចាក់ចេញថៃគិតថាខ្មែរខ្សោយអត់ខ្នងមកឯងក៏លើកទ័ពមកកាន់កាប់ប្រាសាទព្រះវិហារភ្លាមដែលប្រាសាទនេះជាប្រភពមោទនភាពនៃអារម្មណ៍ពួកជាតិនិយមថៃតែមកដល់ឆ្នាំ1962តុលាការក៏កាត់ក្តីឲ្យខ្មែរឈ្នះនិងប្រគល់ប្រាសាទនេះមកឲ្យខ្មែរវិញពេលនោះថៃក៏ត្រូវឈឺផ្សានិងអាម៉ាស់ជាលើកទី2មកដល់រវាងឆ្នាំ2008-2011ពួកជាតិនិយមថៃក៏រុញឲ្យមានចំនួនប្រាសាទព្រះវិហារម្ដងទៀតមកដល់ឆ្នាំ2013តុលាការក៏បានកាត់ក្តីឲ្យខ្មែរឈ្នះដោយបានប្រគល់តំបន់បន្ថែមមកឲ្យខ្មែរទៀតអារម្មណ៍ជាតិនិយមរបស់ថៃក៏ត្រូវឈឺផ្សានិងអាម៉ាស់ជាលើកទី3ដូច្នេះរឿងប្រាសាទព្រះវិហារនិងតុលាការយុត្តិធម៌អន្តរជាតិនេះគឺជានិមិត្តរូបនៃភាពឈឺផ្សារបស់ថៃឲ្យតែលឺកាលណាថៃឈឺផ្សាកាលនោះ